ไอ้ยะจูบลิบทอมให้ขยมคือออกมาให้เรียนเรียลปกวีก่อนយើងក្តៅខ្លួនណាអីយ៉ាឈប់សិនមើលលបងលោកមកទៅវិញដៃតេអញ្ចឹងនៅជាមើលងាយខ្ញុំពេកហើយនៅក្នុងភូមិដ៏តូចមួយមានគ្រួសារមួយដែលមានសមាជិក3នាក់ពួកគេជាកសិកររកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹករៀងរាល់ថ្ងៃពូម៉ាល់ដែលជាមេគ្រួសារគាត់តែងតែទៅនេសាទត្រីដើម្បីយកទៅលក់នៅឯផ្សារចំណែកឯមីងអយជាអ្នកដឹងដំណាំនៅឯផ្ទះនិងមើលផែទាំកូនប្រុសរបស់គាត់នៅថ្ងៃមួយកូនប្រុសរបស់គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់ពកវីកូនយើងក្តៅខ្លួនណាម៉ៃវីតើកូនយើងកើតអីតោះឆាប់យកកូនយើងទៅពេទ្យកូនយ៉ាងម៉េចហើយកូនកុំកើតអីធ្ងន់ធ្ងរណាកូនណាម៉ៃវីឆាប់លើកកូនដាក់លើកង់មកឲ្យឆាប់ឡើងកំពុងតែជិះកង់តាមផ្លូវកូនប្រុសរបស់ពួកគេក៏ក្តៅខ្លួនកាន់តែខ្លាំងឡើងរីឯពូម៉ាល់ខំធាក់កង់យ៉ាងលឿនសម្ដៅទៅរកមន្ទីរពេទ្យពេលទៅដល់មន្ទីរពេទ្យអ្នកគ្រូពេទ្យក៏បានប្រាប់ថាសូមលោកពូអ្នកមីងសម្រាប់សិនចុះគ្រប់យ៉ាងទុកឲ្យក្រុមការងាររបស់យើងជាអ្នកចាត់ចែងចុះចាអ្នកគ្រូពេទ្យមួយសន្ទុះក្រោយមកអ្នកគ្រូពេទ្យក៏បានមកប្រាប់ដល់លោកពូអ្នកមីងទាំងទឹកមកក្រៀមក្រំថាកូនប្រុសរបស់លោកពូអ្នកមីងមានជំងឺរលាកក្រពះធ្ងន់ធ្ងរដែលតម្រូវឲ្យព្យាបាលជាបន្ទាន់អ្នកគ្រូពេទ្យសូមជួយកូនរបស់ខ្ញុំផងជំងឺរបស់កូនប្រុសអ្នកមីងគឺត្រូវការចំណាយពេលយូរនិងថវិកាជាច្រើនពេលនិយាយរួចហើយអ្នកគ្រូពេទ្យក៏បានដើរចេញទៅពុកវាតើយើងបានលុយមកពីណាដើម្បីមើលជំងឺកូនប្រុសយើងម៉ែវីអើយឯងសួរខ្ញុំតើឲ្យខ្ញុំរកលុយនៅឯណាម៉ែវីមកយើងក្រយ៉ាងនេះខ្ញុំនឹកឃើញហើយពុកវាពួកយើងមានប្លង់ដីតើពុកវាឯងយកវាទៅបញ្ចាំឲ្យពូទឿដែលជាមេភូមិយើងទៅមានតែអញ្ចឹងទេម៉ែវីអើយខ្ញុំទៅសិនហើយអញ្ចឹងពូម៉ាល់បានធាក់កង់យ៉ាងលឿនទៅឯផ្ទះដើម្បីយកប្លង់ដីឲ្យបញ្ចាំឲ្យពូទឿដែលជាមេភូមិរបស់គាត់បន្ទាប់ពីធ្វើការបញ្ចាំរួចរាល់ហើយក៏នៅតែមិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់មើលជំងឺកូនប្រុសរបស់គាត់ទេគាត់ក៏បានធាក់កង់សម្ដៅនំរងទៅមន្ទីរពេទ្យវិញគប់ជួននៅពាក់កណ្ដាលផ្លូវពូម៉ាល់ក៏ប្រទះឃើញកាបមុបលុយមួយដែលបានធ្លាក់នៅអានចិញ្ចើមផ្លូវអីយ៉ាជួបលៀបធំឲ្យខ្ញុំពូម៉ាល់ក៏បានរើសកាបមុបលុយនោះយកទៅអត់ប្រពន្ធដើម្បីពិភាក្សាគ្នាអំពីកាបមុបលុយនោះម៉ៃវីមើលណែខ្ញុំរើសបានកាបមុបលុយមួយបែរនៅក្នុងនោះណាមានលុយចំនួន$10,000មែនឬអីពុកវាបើអញ្ចឹងមែនយើងមានលុយដើម្បីមើលជំងឺកូនយើងហើយពុកវាមិនម៉ែវាគិតបែបនេះលុយគេលុយយើងអ្នកណាក៏ចេះស្ដាយដែរយើងគួរតែស្វែងរកម្ចាស់កាបមុបនេះហើយយកវាទៅឲ្យគេវិញទៅក៏ប៉ុន្តែអាឡៃនៅតែស្គាល់អីឯងគិតមើលពួកយើងត្រូវការលុយនេះមែនប៉ុន្តែម្ចាស់កាបមុបលុយនេះគេប្រកាសជាត្រូវការលុយនេះខ្លាំងមួយគ្នាដែរណាម៉ែវីចាបើអញ្ចឹងឯងឆាប់យកទៅឲ្យម្ចាស់គេវិញទៅបន្ទាប់ពីពូម៉ៅបានពិនិត្យទៅលើកាបូបនោះម្ដងទៀតគាត់ក៏បានឃើញនៅអត្តសញ្ញាណប័ណ្ណនិងនាមប័ណ្ណរបស់ម្ចាស់កាបូបនោះដោយយកតាមព័ត៌មានដែលមាននៅលើនាមប័ណ្ណនោះគាត់ក៏បានមកដល់ហាងមាសមួយហើយក៏បាននិយាយក្នុងចិត្តថាមើលទៅប្រហែលជាកន្លែងនេះហើយសាកចូលទៅសួរគេមើលសិនក្រែងលោគេស្គាល់ជំរាបសួរក្មួយតើក្មួយស្គាល់ម្នាក់ឈ្មោះឡុងមែនលីដែរឬទេបាទពូក៏ជាតកែខ្ញុំតើពូមានការអ្វីមែនទេអូគឺថាព
ពូមានការចង់ជួបគាត់បន្តិច បាទពូអញ្ចឹងខាងក្នុង ជំរាបសួរលបង តើលបងឈ្មោះឡុងមេនលីមែនទេ បាទលបងតើលបងមករកខ្ញុំមានការអ្វីមែនទេ បាទខ្ញុំឈ្មោះម៉ាល់គឺថាណែកាលពីព្រឹកមិញខ្ញុំបានរើសកាបូបលុយរបស់លបងហើយក៏ចង់យកវាមកជូនលបងវិញនឹងណា អូពិតមែនឬខ្ញុំខំដើររកកាបូបនឹងពី3ថ្ងៃហើយតែរកមិនឃើញសោះខ្ញុំពិតជាអរគុណដល់លបងណាស់ បាទលបងមិនអីទេអញ្ចឹងខ្ញុំលាលបងទៅវិញហើយប្រញាប់ទៅមើលកូនឈឺនៅឯមន្ទីរពេទ្យ អីយ៉ាឈប់សិនមើលលបងលោកមកទៅវិញដៃតទេអញ្ចឹងនៅជាមើលងាយខ្ញុំពេកហើយនេះជាសគុណខ្ញុំជូនទៅលបងសូមលបងទទួលយកចុះ លបងខ្ញុំមិនហ៊ានទទួលយកវាទេថវិកានេះវាពិតជាច្រើនពេកហើយ ទៅកិច្ចទូចទៅលបងយកទៅ អត់ទេលបងខ្ញុំមិនហ៊ានទទួលទេលបង ពេលនិយាយរួចហើយពូម៉ាល់ក៏បានត្រឡប់ទៅឯមន្ទីរពេទ្យវិញដោយមិនព្រមទទួលយកសគុណពីពូលីឡើយពូម៉ាល់ក៏បានរៀបរាប់ប្រាប់រឿងគ្រប់យ៉ាងទៅដល់ប្រពន្ធរបស់គាត់ការកំពុងតែជជែកគ្នាអ្នកគ្រូពេទ្យក៏បានមកដល់ ក្នុងរយៈពេល 2-3 ថ្ងៃទៀតកូនរបស់លោកពូនឹងបានធូរស្បើយហើយសូមលោកពូអ្នកមីងកុំព្រួយបារម្ភអី ចាអ្នកគ្រូពេទ្យចុះសម្រាប់ថ្លៃសេវាវិញអស់ប៉ុន្មានដែរអ្នកគ្រូពេទ្យ ចាគឺអស់20លានរៀល ណាស់ហើយពុកវាយើងក្រយ៉ាងនេះតើយើងទៅរកលុយមកពីណា ខ្ញុំក៏មិនដឹងដែរម៉ែវាតែពួកយើងអាចសុំពេទ្យបង់ថវិកាខ្លះសិនទៅម៉ែវាចាំពេលណាយើងរកបានទៀតយើងបង់រំលោះគេទៀតបើសុំពេទ្យមិនបានទេយើងមានតែលក់ផ្ទះរបស់យើងទេម៉ែវា បន្ទាប់ពីជជែកគ្នារួចហើយពួកគាត់ទាំងពីរនាក់ក៏បានលងលក់មកទៅរីឯពូលីដែលជាថៅកែហាងមាសដ៏ធំនោះក៏បានខលមកខាងមន្ទីរពេទ្យហើយក៏បានសួរនាំអំពីជំងឺកូនប្រុសរបស់ពូម៉ាល់ពូលីក៏បានបង់ថ្លៃសេវាជំនួសឲ្យគ្រួសារដ៏កំសត់មួយនេះរួចរាល់នៅវេលានោះទៅលុះស្អែកឡើងដែលជាថ្ងៃកូនប្រុសរបស់ពូម៉ាល់និងមិញអយត្រូវត្រឡប់ទៅផ្ទះវិញអ្នកគ្រូពេទ្យក៏បានមកដល់ហើយនិយាយថា លោកពូអ្នកមីងអាចយកកូនទៅផ្ទះវិញបានហើយ អ្នកគ្រូពេទ្យចុះសម្រាប់ថ្លៃសេវាវិញតើពួកយើងចង់សុំអ្នកគ្រូពេទ្យជំពាក់ខ្លះសិនបានទេ អូខ្ញុំភ្លេចប្រាប់សម្រាប់ថ្លៃសេវាសូមលោកពូអ្នកមីងកុំបារម្ភអីព្រោះមានគេបង់ជំនួសលោកពូអ្នកមីងរួចហើយ អ្នកគ្រូពេទ្យតើគាត់ម្នាក់នោះជាអ្នកណាអ្នកគ្រូពេទ្យ គឺថាគាត់ម្នាក់នោះមិនឲ្យខ្ញុំប្រាប់ដល់លោកពូអ្នកមីងទេសូមអធិស្ឋានផង បន្ទាប់មកពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធក៏បានត្រឡប់ទៅឯផ្ទះវិញដោយក្តីរីករាយនិងសេចក្តីសង្ឃឹមភាពស្មោះត្រង់គឺជាសេចក្តីថ្លៃថ្នូររបស់មនុស្សចោះមានភាពស្មោះត្រង់នៅក្នុងខ្លួនទោះបីយើងស្ថិតនៅក្នុងចំណុចណាក៏ដោយព្រះយេស៊ូវក៏បានបង្រៀនយើងផងដែរថាអ្នកណាដែលមានចិត្តស្មោះត្រង់ក្នុងការធ្វើល្អនោះទ្រង់នឹងប្រទានពរមកវិញលើសនៅអ្វីដែលបានរំពឹងទុកនៅក្នុងព្រះគម្ពីរកាឡាទីចំពុក6ខ9បានសម្ដែងថាកុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយត្បិតបើមិនរសាយចិត្តទេនោះដល់កំណត់យើងនឹងច្រូតបានហើយរឿងបន្លំមនុស្សស្លាប់មានរឿងមួយបានដំណាលថានៅក្នុងភូមិដ៏តូចមួយមានបុរសពីរនាក់បានរាប់អានគ្នាជាមិត្តសម្លាញ់មួយជីវិតហើយពួកគេទាំងពីរនាក់បានស្បត់សច្ចានឹងគ្នាថាមិនក្បត់គ្នាឡើយ មេឃដីសាក់សីខ្ញុំណាក់នឹងរាប់ប្អូនផាត់ជាមិត្តសម្លាញ់នឹងមិនក្បត់គ្នាជារៀងរហូតទៅ ខ្ញុំផាត់ក៏ដូចគ្នានឹងរាប់លោកបងណាក់ជាមិត្តសម្លាញ់នឹងមិនក្បត់គ្នាចាប់ពីថ្ងៃនេះតទៅ ពួកគេទាំងពីរនាក់មានចិត្តចង់ខ្លាចជាអ្នកមានឆាប់ៗនៅថ្ងៃមួយស្របពេលនាយណាក់និងនាយផាប់កំពុងតែដើរនោះពួកគេក៏បានឮសំឡេងបុណ្យសព ឈប់សិនលោកបងណាក់ខ្ញុំដូចជាលឺសំឡេងបនសពនៅម្ដុំខាងមុខ
យើងដូចលឺដែរតាតោះទៅមើលមើលនរណាគេស្លាប់ហ្នឹង គប់ជួននោះដែរក៏បានប្រទះឃើញស្ត្រីអ្នកមានម្នាក់ដែលប្តីរបស់នាងទៅតែនឹងស្លាប់ចោល អត់ទេបងចាប់ដឹងខ្លួនឡើងវិញមក ភ្លាមនោះមីណាក៏នឹកឃើញគំនិតអាក្រក់មួយភ្លាម អាយ៉ាលោកប្អូនផាត់យើងកឹបលុយសុតហើយថ្ងៃនេះឯងមកនេះហើយចាំធ្វើតាមយើងប្រាប់ឯងត្រូវលួចទៅពួននៅក្រោយមឈូសទៅហើយធ្ងល់ល្វើយថា បាទលោកបង ក្នុងចំណោមបុរសទាំងពីរនាក់នេះមានម្នាក់បានលបលួចទៅខាងក្រោយមឈូសហើយធ្វើពុតជាសាកសពនោះគេបានធ្ងោល្វើយទៅប្រាប់ស្ត្រីដែលជាប្រពន្ធនោះថា នីសាអើយប្រលឹងបងឃ្លានហើយរងាខ្លាំងណាស់សូមអូនយកខោអាវនឹងមាសប្រាក់ខ្លះមកឲ្យបងផងរួចសូមដាក់របស់ទាំងនោះនៅលើរទេះហើយយកទៅទុកក្នុងព្រៃជ្រងនៅខាងក្រោយផ្ទះយើងទៅអូ ស្ត្រីមេម៉ាយនោះមានការភ័យខ្លាំងពេកក៏ប្រញាប់ប្រញាល់ធ្វើតាមដោយមិនបានគិតអ្វីនោះឡើយ ចាបងខ្ញុំនឹងត្រៀមចាំឥឡូវនេះ បន្ទាប់ពីស្ត្រីនោះធ្វើតាមចប់សពគ្រប់អស់ហើយមនុស្សអាក្រក់ពីរនាក់នោះក៏ប្រញាប់ចូលទៅក្នុងព្រៃហើយបានលួចយកខោអាវមាសប្រាក់នោះទាំងអស់មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានសាយក្អាកក្អាយនិងអបអរសាទរចំពោះគ្នាទៅវិញទៅមកថែមទៀតផង កឹបទឹកហើយម្ដងនេះអាប្អូនផាត់អើយយើងនឹងខ្លាចជាអ្នកមានបានសម្រេចហើយម្ដងនេះ ខ្ញុំមិនសរសើរលោកបងណាក់មិនបានទេគំនិតលោកបងណាក់នេះណាពិតជាឆ្លាតមែន ខ្ញុំមិននឹកស្មានថាស្ត្រីអ្នកមានម្នាក់នោះពិតជាល្ងងដល់ថ្នាក់នេះសោះ បានហើយយើងប្រញាប់ប្រមូលទ្រព្យទាំងអស់នេះមកទៅរកកន្លែងទុកដាក់សិនប្រញាប់មានគេមកឃើញនោះយើងនឹងចាប់ទាំងពីរនាក់ហើយ នៅថ្ងៃដដែលនោះដែរពួកគេធ្វើដំណើរមិនបានឆ្ងាយពីផ្លូវប៉ុន្មានផងគំនិតលោភលន់ក៏ចាប់ផ្ដើមកើតឡើងនៅក្នុងចិត្តរបស់ពួកគេមួយរំពេច យីបើគ្មានអាប្អូនផាត់ទ្រព្យទាំងអស់នេះនឹងក្លាយជារបស់យើងជាមិនខានយើងត្រូវតែកំចាត់វាចេញទៅបាន បើលោកបងណាស្លាប់បាត់នោះទ្រព្យទាំងអស់នេះនឹងក្លាយជារបស់ខ្ញុំតែម្នាក់គត់អត់ទេខ្ញុំត្រូវតែកំចាត់គាត់ចេញ ពេលកំពុងញញឹមដាក់គ្នាភ្លាមនោះម្នាក់ក៏មាននៅផែនការដើម្បីក្បត់គ្នារួចទៅហើយគ្រានោះដែរបុរសទាំងពីរនាក់ក៏ចាប់ផ្ដើមឃ្លានអាហារ លោកបងណាក់អើយខ្ញុំដើរលេងរួចហើយលោកបងថ្ងៃក្តៅខ្លាំងណាស់ហើយខ្ញុំឃ្លានបាយចង់ដាច់ក្រពះទៅហើយគ្មានកម្លាំងទៅមុខទៀតទេ មែនតើយើងដូចជាដើរមកឆ្ងាយហើយក៏ដូចជាគ្រានដែរឥឡូវចេះចោះបើទៅទិញទាំងពីរនាក់ក៏មិនកើតដែរអញ្ចឹងឯងត្រូវតែយាមទ្រព្យនៅទីនេះចាំយើងទៅរកទិញបាយនៅភូមិក្បែរនេះ បាទលោកបង បន្ទាប់ពីបានសម្រេចចិត្តថាអ្នកណាទៅទិញអាហារអ្នកណានៅរងចាំមើលមាសប្រាក់ហើយអ្នកដែលនៅរងចាំរទេះបានរៀបចំអន្ទាក់នៅតាមផ្លូវដើម្បីសម្លាប់មិត្តរបស់ខ្លួនអ្នកដែលទៅទិញអាហារកើតបានញ៉ាំអាហារទាល់តែឆ្អែតរួចហើយនោះក៏បានដាក់ថ្នាំពុលពេញអាហារដែលនៅសល់រួចក៏យកអាហារដែលលីថ្នាំពុលនោះទៅឲ្យមិត្តរបស់ខ្លួនពេលដែលលីណាកំពុងមកជិតដល់កន្លែងនីផាត់វិញហើយនោះក៏ស្រាប់តែដើរទៅជន់អន្ទាក់របស់នីផាត់បានសម្រេចនៅពេលនោះទើបនីណាដឹងខ្លួនថាត្រូវអន្ទាក់នីផាត់ អូយអាមនោះអាក្រក់មិនឯងក្បត់យើងខំស្មោះត្រង់នឹងឯងណាអាមនោះក្បត់យោ អ្នកឆ្លាតមិនមែនមានតែលោកបងម្នាក់ឯងទេ មាសប្រាក់ទាំងអស់នេះនឹងក្លាយជារបស់ខ្ញុំតែម្នាក់គត់ ក្រោយមកមេផាត់នោះក៏បានទៅយកម្ហូបអាហារមកបរិភោគ
ក្នុងអាហារនេះមានថ្នាំពុលមិនយូរប៉ុន្មានគេក៏ស្លាប់ដោយសារថ្នាំពុលដែរភាពលោភលន់នាំមកនូវការឈឺចាប់មកក្នុងផ្លូវកាយនិងផ្លូវចិត្តរឿងនេះបានបង្រៀនយើងថាចុងបញ្ចប់នៃភាពលោភលន់គឺមានតែការបាត់បង់និងសេចក្តីហិនវិនាសនៅពេលដែលមនុស្សអនុញ្ញាតឲ្យចិត្តអាត្មានិយមមកគ្របដណ្ដប់លើពួកគេគឺវាមិនត្រឹមតែបំផ្លាញទំនុកចិត្តនិងទំនាក់ទំនងប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំមកនូវគ្រោះថ្នាក់ដល់មនុស្សជុំវិញនិងខ្លួនឯងទៀតផងបើក្រឡេកមកមើលនៅក្នុងព្រះគម្ពីរវិញព្រះយេស៊ូវក៏បានបង្រៀនយើងដែរថាត្បិតការដែលស្រឡាញ់ប្រាក់នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាងដែលអ្នកខ្លះបានឈោងតាមហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿទាំងចាក់ទម្លុះខ្លួនគេដោយសេចក្តីព្រួយលំបាកជាច្រើន ខ្ញុំជាអ្នកប្រាជ្ញហើយមានចំណេះដឹងខ្ពស់ជាងគេនៅភូមិនេះដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់ដូចប្អូនឯងនេះក៏គង់មានថ្ងៃភ័ន្តច្រឡំដែរបងឲ្យចាំខ្ញុំមួយផ្លេតណាអូខេ bro បងចាំទេមិនពិតទេហេតុអ្វីពុកកាត់ក្តីបែបនេះ រឿងស្មាល់ពណ៌បៃតងមានរឿងមួយដំណាលថាមានគ្រួសារមួយនៅក្នុងភូមិក្បែរជើងភ្នំក្រោមដំបូលផ្ទះដ៏តូចនេះមានសមាជិកចំនួន5នាក់ដែលឪពុកមានឈ្មោះថាសឹមហើយម្ដាយឈ្មោះថានួនសក្តាគឺជាកូនច្បងគាត់គឺជាអ្នកខ្វៀលគោក្របីនៅតាមជ្រលងភ្នំហើយគាត់ក៏ជាកូនដែលល្ងង់ជាងគេនៅក្នុងផ្ទះពីព្រោះគាត់មិនបានរៀនសូត្រដូចគេទេរាជគឺជាកូនទី2គាត់ជាសិស្សឆ្នើមប្រចាំសាលាហើយក៏ជាអ្នកដែលមានចំណេះដឹងខ្ពស់ជាងគេក្នុងចំណោមបងប្អូនផងដែរចំណែកឯកូនពៅឈ្មោះថាវេហាគឺជាអ្នកដែលពូកែខាងដាំដំណាំទាំង3អ្នកបងប្អូននេះគឺសុទ្ធតែមានជំនាញខុសគ្នារៀងខ្លួនរៀងរាល់ល្ងាចពួកគេតែងតែបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយថ្ងៃមួយរាជក៏បានមកឯឪពុកហើយនិយាយថាពុកកូនចៅខ្លាចទៅជាអ្នកដែលមានប្រាជ្ញាជាងគេសូមពុកដាក់ងារនេះឲ្យខ្ញុំមកអូអញចង់ខ្លាយទៅជាអ្នកដែលឆ្លាតជាងគេមែនទេបានមិនអីទេពុកនឹងដាក់ងារនេះឲ្យឯងក៏ប៉ុន្តែឯងត្រូវធ្វើរឿងមួយជាមុនសិនពិតមែនឬពុកចឹងតើពុកចង់ឲ្យកូនធ្វើអ្វីសូមពុកអញ្ជើញមានប្រសាសន៍មកចូលឯងទៅរកមនុស្សឲ្យបាន2នាក់ដែលគេទាំង2នាក់នោះព្រមធ្វើជាអ្នកដើរតាមឯងនោះពុកនឹងដាក់ងារនេះឲ្យឯងភ្លាមដោយសេចក្តីរីករាយជាខ្លាំងរាជក៏បានឆ្លើយតបទៅនឹងឪពុកយ៉ាងលឿនថាបានលោកឪពុកវាពិតជាងាយស្រួលខ្លាំងណាស់រាជបានប្រញាប់រត់ចូលទៅក្នុងភូមិដើម្បីទៅស្វែងរកមិត្តភក្តិរបស់គេយ៉ាងលឿននោះគេក៏ទៅដល់ផ្ទះមិត្តរបស់គេម្នាក់ដែលមានឈ្មោះថាហ៊ានសំឡាញ់ឯងនៅផ្ទះអត់ហ្នឹងអេរាជថ្ងៃហ្នឹងខ្យល់អីបក់ឯងមកផ្ទះយើងទាំងព្រឹកអញ្ចឹងអូគឺថាណែឪពុករបស់គ្នាហ្នឹងគាត់នឹងដាក់ងារឲ្យគ្នាថាជាអ្នកដែលមានប្រាជ្ញាជាងគេហ្នឹងលុះត្រាណាតើតែមានអ្នកដើរតាមគ្នាបាន2នាក់ជាមុនសិនប៉ុណ្ណឹងមិនដែរឯងចាប់អារម្មណ៍ហើយជួយគ្នាបានអត់មើលទៅគួរឲ្យចាប់អារម្មណ៍តាណាមួយឯងជាមនុស្សឆ្លាតដាច់គេស្រាប់ហើយជាពិសេសនោះក៏ជាមិត្តល្អរបស់ខ្ញុំទៀតគ្រាន់តែដើរតាមអ្នកមានចំណេះដូចជាឯងខ្ញុំគ្មានតែកាត់អ្វីផងហើយណាមួយខ្ញុំជាមិត្តរបស់ឯងជាក់ស្ដែងខ្ញុំច្បាស់ជាគ្រប់ត្រូលឯងពេញទំហឹងហ្មងពិតមែនក៏អីអរគុណឯងហើយសំឡាញ់មិនអីទេហើយចំពោះម្នាក់ទៀតឯងមិនបាច់ភ័យទេចាំគ្នានឹងឯងទៅរកគង់គ្នាធានា 100% ហ្មងថានឹងជោគជ័យទុកចិត្តលើគ្នាចុះមែនតើអាឡ័យតែគ្នានឹកមិនឃើញគង់សោះដោយសារតែមិត្តភាពហ៊ានក៏ព្រមតាមសំណូមពររបស់រាជមិនត្រឹមតែប៉ុណ្ណោះក៏បានថែមទាំងនាំរាជទៅរកគង់ទៀតផងបន្ទាប់ពីរាជបានរៀបរាប់ប្រាប់អំពីគោលបំណងខ្លួនទៅកាន់គង់ហើយគង់ក៏បានយល់ព្រមដើរតាមរាជក៏បានធ្វើដំណើរមកផ្ទះខ្លួនវិញ
ដោយក្តីរីករាយជាមួយនឹងមិត្តភក្តិខ្លួនពីរនាក់នោះរាជក៏បានណែនាំគេទាំងពីរនាក់នោះទៅឪពុកខ្លួន ពុកកូនមកវិញហើយកូនបានរកអ្នកដែលដើរតាមកូនបានហើយនេះគឺហ៊ានហើយម្នាក់ទៀតគឺកុង ជំរាបសួរលោកអ៊ំ លើកដៃថ្វាយព្រះក្មួយប្រពៃណាស់កូនប្រុសយើងពិតជាមើលឯងមិនខុសមែនឯងឆាប់ចូលមកឲ្យចិត្តមកយើងនឹងផ្ដល់ងារឲ្យឯង បាទពុក កូនប្រុសចាប់ពីពេលនេះតទៅពេលមានអ្នកណាមានបញ្ហាអ្វីគេនឹងមករកឯងឲ្យឯងជួយដោះស្រាយឲ្យព្រោះឯងត្រូវបានទទួលងារជាអ្នកមានប្រាជ្ញាជាងគេចាប់ពីនាទីនេះតទៅ ចាប់ពីពេលនោះមកមនុស្សនៅក្នុងភូមិនេះតែងតែមករកឲ្យនីរាជឲ្យជួយទៅដល់នៅដំណោះស្រាយដំបូន្មាននិងគំនិតគ្រប់គ្នាចម្លែកនៅថ្ងៃមួយអ្នកភូមិគ្មានអ្នកណាម្នាក់មករកនីរាជដើម្បីឲ្យជួយដូចសពដងនោះទេរាជក៏បានដើរទៅឯវាលស្រែដែលជាកន្លែងរបស់នីសក្តាដែលត្រូវជាបងរបស់ខ្លួនកំពុងតែខ្វៀលសត្វសក្តាកាលបានឃើញប្អូនដើរតម្រង់មករកខ្លួនហើយក៏បាននិយាយទៅកាន់ប្អូនថា តែដល់វាថ្ងៃនេះដូចជាប្រហើក្លិនអ្នកប្រាជ្ញមកភីមិនទេនេះ មានមកពីណាបងប្អូនបងឯងតើ ហើយថ្ងៃហ្នឹងមិនមើលទៅដូចក្តីសុកម្លេះត្រូវឆ្នោតមែនឬទៅនឹងប្រពន្ធបាន យីចេះតែអញ្ចឹងបងមានមកពីណាគឺថាថ្ងៃនេះខ្ញុំសប្បាយចិត្តពេកពីព្រោះអ្នកភូមិយើងមិនមានបញ្ហាមកពឹងខ្ញុំឲ្យជួយដោះស្រាយទេហើយខ្ញុំក៏មានពេលមកលេងបងនៅទីនេះនឹងបានស្រូបខ្យល់អាកាសបរិសុទ្ធខ្លះហ្នឹងណាចុះបងវិញមិនហើយជីវិតសុខទុក្ខយ៉ាងណាដែរ ដូចដែលធ្លាប់ដឹងអញ្ចឹងជីវិតបងភីងរាល់ថ្ងៃហ្នឹងព្រោះគោក្របីបងវាស៊ីស្មៅខៀវខ្ចីផឹកទឹកអូធម្មជាតិជាក់ហើយវាដើរលេងយ៉ាងសប្បាយ ហាឈប់សិនបងខ្ញុំសូមកាត់បន្តិចមិនបានបងឯងថាស្មៅខៀវវិញស្មៅទាំងនេះមានពណ៌បៃតងតើបង អាកូនហើយបានបៃតងមកពីណាស្មៅនេះមានពណ៌ខៀវមិនមែនពណ៌បៃតងទេ យីបងខ្ញុំប្រាប់បងហើយបងនៅតែមិនជឿខ្ញុំទៀតហ៎ អាកូនឯងដែលលឺណាគេនិយាយស្មៅបៃតងអត់លើបើមិនជឿបងសាកទៅសួរមិត្តភក្តិបងនៅក្បែរនេះតិចមើលបើមិនថាស្មៅពណ៌ខៀវឡើយហើយបងគិតថាឯងយល់ខុសហើយ ណែបងឯងភ្លេចហើយមែនថាខ្ញុំជានរណាខ្ញុំជាអ្នកប្រាជ្ញហើយមានចំណេះដឹងខ្ពស់ជាងគេនៅភូមិនេះ ដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់ដូចប្អូនឯងនេះក៏គង់មានថ្ងៃភ័ន្តច្រឡំដែរ បានបើបងឯងមិនជឿខ្ញុំទេខ្ញុំនឹងទៅហៅពុកឲ្យមកទីនេះឲ្យដឹងសដឹងខ្មៅម្ដងបងឯងចាំខ្ញុំមកផ្លេតណា អូខេ bro បងចាំមានតែស្អីលោកប្អូនច្បាស់ជាចាញ់បងហើយបងរស់នៅពាក់កណ្ដាលជីវិតហើយមិនដែលឮស្មៅណាបៃតងទេឮតែខៀវ ពេលនោះរាជក៏ប្រញាប់ប្រញាល់រត់ទៅហៅឪពុកនៅឯផ្ទះទៀងកំហឹងហើយបានសុំឲ្យឪពុកទៅជាមួយគេនៅឯវាលស្រែមួយសន្ទុះក្រោយមកឪពុកក៏បានមកដល់ពេលនោះពុកក៏សួរទៅរាជថា មើលរីកតើឯងនាំយើងមកទីនេះមានការអ្វីបងឯងកើតអ្វីមែនទេ បាទពុកគឺបងសក្តាបានថាស្មៅទាំងអស់នេះមានពណ៌ខៀវមិនមែនពណ៌បៃតងទេគាត់នៅតែមិនទទួលស្គាល់ការពិតទោះបីជាខ្ញុំប្រាប់គាត់យ៉ាងណាក៏គាត់មិនជឿខ្ញុំដែរគាត់ពិតជាល្ងងមែន ងាប់ព្រះអង្គម្ចាស់ថ្លៃអើយហៅឯងមកទៀងត្រហេតត្រហប់ស្មានតែមានរឿងអីឯងឡូវកូនស្ដាប់ពុកឲ្យច្បាស់ឯងនេះទេដែលជាអ្នកខុសឯងជាអ្នកដែលឆ្លាតយ៉ាងនេះតើឯងមិនដឹងថាអ្វីទៅត្រូវអ្វីខុសទេអី ពុកនេះកូនជាអ្នកខុសមែនទេខ្ញុំដូចជាមិនយល់ទេ ឯងខុសហើយនៅមិនដឹងខ្លួនថាខុសទៀតហើយមិនព្រមទទួលកំហុសទៀតមែន ទេមិនពិតទេហើយអ្វីពុកកាត់ក្តីបែបនេះខ្ញុំមិនសុខចិត្តទេ យ៉ាងម៉េចដែរ bro ច្បាស់នៅប៉ុណ្ណឹង ពេលនោះរាជក៏រត់ចាញ់ពីទីនោះទៅហើយក៏មកអង្គុយម្នាក់ឯងនៅក្រោមដើមឈើមួយហើយរអ៊ូតិចៗថា ពុករបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងគ្រួសារដ៏ឆ្លាតវៃម្នាក់
ហេតុអ្វីពុកកាត់ក្តីលំអៀងបែបនេះមិនស្គាល់ពណ៌បែបនេះតើយុត្តិធម៌នៅត្រង់ណាខ្ញុំមើលពុកខុសហើយ ឪពុកក៏បានមកឯរីតហើយនិយាយថា ឯងមករអ៊ូនៅទីនេះមានប្រយោជន៍អីឯងសាកប្រើភាពវៃឆ្លាតរបស់ឯងបន្តិចទៅមើលនោះឯងនឹងដឹងថាយើងមិនមែនកាត់ក្តីលំអៀងនោះទេឯងដឹងទេថាហេតុអ្វីបានជាយើងកាត់ក្តីឲ្យបងឯងឈ្នះ ខ្ញុំពិតជាមិនយល់ទេពុកប្រាប់ត្រង់មកមិនបាច់មកបញ្ឈឺខ្ញុំថែមទេ ឯងជាមនុស្សដែលមានប្រាជ្ញាជាងគេឯងដឹងថាស្មៅនោះគឺពូអ្វីហើយចឹងចាំបាច់អីតើប្រកែកជាមួយនឹងបងឯងធ្វើអី មកពីបងសក្តាជាមនុស្សមិនសូវចេះស្អីមិនដឹងថាស្មៅជាពូអ្វីហើយនៅមកប្រកែកយកឈ្នះខ្ញុំទៀត បើឯងដឹងថាស្មៅមានពូបៃតងហើយក៏ដឹងថាបងឯងជាមនុស្សដែលមិនសូវចេះស្អីអញ្ចឹងឯងត្រូវប្រកែកជាមួយនឹងគេយកឈ្នះចាញ់ទៅណា ហេតុអីទៅពុកខ្ញុំមិនយល់ទេនេះ ឯងជាមនុស្សដែលឆ្លាតហេតុអ្វីក៏ឯងល្ងងមួយពេលអញ្ចឹងបងឯងគឺជាមនុស្សដែលមិនសូវចេះស្អីទៅឆ្លោះជាមួយគេធ្វើអ្វីឯងបានអីមកវិញវាធ្វើឲ្យឯងខាតពេលវេលាហើយត្រូវមកប្រកែកវែកញែកជាមួយបងឯងដែលជាមនុស្សល្ងងទៅវិញស្រួលមិនស្រួលនឹងមានការបាក់បែកបងប្អូនឯងដោយសាររឿងនឹងក៏អាចថាបានទោះបីជាឯងឈ្នះក៏គ្មានតម្លៃអ្វីដែរដូច្នេះហើយទើបយើងកាត់ក្តីឲ្យបងឯងឈ្នះ អូខ្ញុំយល់ហើយពុក ការអួតខ្លួននិងការលងនឹងខ្លួនឯងខ្លាំងពេកគឺនាំមកនៅសេចក្តីអាម៉ាស់មកលើខ្លួនឯងរឿងនេះបានបង្រៀនយើងថាការអួតខ្លួនគឺធ្វើឲ្យបាត់បង់នៅតម្លៃរបស់ខ្លួនឯងនិងខាតបង់ទាំងពេលវេលានៅពេលដែលមនុស្សបានអនុញ្ញាតឲ្យសេចក្តីអំនួតចូលមកក្នុងខ្លួនមិនត្រឹមតែធ្វើឲ្យបាត់បង់នៅតម្លៃរបស់ខ្លួនឯងប៉ុណ្ណោះទេគឺថែមទាំងបាត់បង់ទំនុកចិត្តពីសំណាក់អ្នកដទៃផងដែរបើយើងក្រឡេកមកមើលនៅក្នុងព្រះគម្ពីរវិញព្រះយេស៊ូវក៏បានបង្រៀនយើងផងដែរថាកាលណាកើតមានសេចក្តីអំនួតនោះក៏កើតមានសេចក្តីខ្មាស់ដែរតែប្រាជ្ញាតែងតែនៅនឹងមនុស្សសុភាព